វីដេអូមុនអ្នកនរគ្នាបានស្គាល់ពី Rocha Family ហើយក្រុមគ្រួសារដែលមានឥទ្ធិពលជាងគេនៅក្នុងពិភពលោកនៅថ្ងៃនេះនាំអ្នកនរគ្នាទៅស្គាល់ពី John D Rockefeller ម្ដងគាត់ក៏ជាអ្នកមានឥទ្ធិពលខ្លាំងនៅក្នុងពិភពលោកដូចគ្នាដោយ John D Rockefeller គឺគាត់បានកើតនៅថ្ងៃទី8 ខែ 7 1839ដែលគាត់កើតនៅក្នុង New York គាត់កើតនៅក្នុងក្រុមគ្រួសារដែលក្រីក្រជាអ្នកធ្វើស្រែចម្ការមុននាំអ្នកនរគ្នាទៅស្គាល់ពី John Rockefeller ហ្នឹងខ្ញុំចង់នាំអ្នកនរគ្នាទៅស្គាល់ពីឪពុករបស់គាត់ដែលឈ្មោះថា William ណាWilliam គឺជាឪពុករបស់ John D Rockefeller ហ្នឹងដែលគាត់គឺជាជនបោកប្រាស់ម្នាក់ដែលគាត់តែងតែចេញពីផ្ទះហ្នឹងគឺរៀងរាល់2ទៅ3អាទិត្យអីមិនគាត់ត្រឡប់មកវិញហើយពេលដែលគាត់ចេញពីផ្ទះហ្នឹងគឺគាត់ត្រឡប់មកវិញជាមួយនឹងរបស់ដែលមានតម្លៃយកទៅឲ្យកូនរបស់គាត់ហើយកូននៅដែលដឹងថាឪពុកខ្លួនឯងទៅធ្វើម៉េចបានរបស់មានតម្លៃមកវិញឯងដែលវិធីដែលឪពុកបោកប្រាស់គេហ្នឹងគឺលោក William គាត់តែងតែចេញទៅក្រៅលក់ផលិតផលថ្នាំឬក៏ផលិតផលដែលប្រើប្រាស់ហើយជាផលិតផលដែលអត់មានប្រសិទ្ធភាពទេនិយាយទៅគឺផលិតផលដែលលក់យកតែលុយទេហើយគាត់លក់ឲ្យគេតែម្ដងហើយព្រោះគាត់ដើរតាមភូមិដោយចង់មានបងប្អូនទាំងអស់6នាក់ហើយគាត់គឺជាបងគេអញ្ចឹងម្ដាយរបស់គាត់គឺតម្រូវឲ្យគាត់រៀនផងនិងជួយធ្វើការស្រែចម្ការរបស់ម្ដាយគាត់ផងហើយគាត់គឺជាក្មេងដែលមានភាពឆ្លាតវៃមែនតើគាត់ដើរតាមសត្វថឺគីពេលដែលដើរទៅតាមសត្វហ្នឹងគាត់ទៅដល់កន្លែងសបុកវាហើយវាមានពងគាត់ចាប់ផ្ដើមយកពងហ្នឹងគឺយកមកភ្ញាស់ពេលដែលភ្ញាស់សត្វថឺគីហ្នឹងហើយពេលដែលវាធំឡើងគឺគាត់យកទៅលក់ខ្លះហើយខ្លះទៀតគាត់យកទៅបង្កាត់ពូជដើម្បីទុកលក់តហើយក្នុងជំនាន់ហ្នឹងគឺគាត់បានជួយសម្រួលទៅបន្ទុកឪពុកម្ដាយរបស់គាត់ណាច្រើនខ្លាំងមែនតើដោយសារតែក្នុងមួយអាទិត្យទៅពីរអាទិត្យគឺគាត់អាចរក$1ទៅ$2បានហើយជំនាន់ហ្នឹង$1ទៅ$2គឺច្រើនមែនតើអញ្ចឹងបានន័យថាគាត់កើតមកហ្នឹងគឺគាត់មានដងខាងផ្នែកហ្នឹងហ្មងខាងផ្នែករលុយណាអូសុំកាត់តិចអ្នកនរគ្នាឪពុករបស់ John Rockefeller ឈ្មោះពិតរបស់គាត់គឺ Dewa Bill ប៉ុន្តែគាត់បានប្ដូរឈ្មោះទៅ William ព្រោះខ្ញុំបានបញ្ជាក់មុនហ្នឹងបន្ទាប់ពី John អាយុបាន10ឆ្នាំគឺឪពុករបស់គាត់នឹងត្រូវបានគេចោទប្រកាន់ហើយនឹងគេប្តឹងពីបទបៀតបៀនគេខ្មាស់ពេលហ្នឹងដែរគឺជំនាន់ហ្នឹងនិយាយទៅឲ្យតែអ្នកពាក់ព័ន្ធជាមួយនឹងបៀតបៀនគេខ្មាស់លូកលាន់គេអីហ្នឹងណាគឺជារឿងធំខ្លាំងមែនតើអញ្ចឹងត្រូវអ្នកដែលរស់នៅក្នុងភូមិហ្នឹងគឺរស់អានគ្រួសារចនខ្លាំងមែនតើតែម្ដងអញ្ចឹងដោយសារតែពួកគាត់ពិបាករស់នៅពេកពួកគាត់ក៏ផ្លាស់ប្ដូរទៅរស់នៅ Ohio ម្ដងហើយពេលដែលទៅដល់ហ្នឹងគឺឪពុកហ្នឹងអត់ចោលចរិតទេនៅតែដូរឈ្មោះឲ្យទៅរៀបការមួយស្រីផ្សេងទៀតនិយាយទៅគឺឪពុកហ្នឹងខូចហ្មងដោយសារតែឪពុករបស់គាត់គឺអត់ដែលនៅផ្ទះទេដោយសារតែគាត់ខូចខលមានស្រីមានអីចឹងទៅគឺគាត់ដើរចោលទាំងរហូតអញ្ចឹងបន្ទុកហ្នឹងគឺធ្លាក់ទៅកូនបងដែលជាចននឹងឯងគឺគាត់ត្រូវរ៉ាប់រងទាំងអស់ហ្មងគាត់គឺជាមនុស្សវ័យឆ្លាតគាត់ចង់មានបានហើយគាត់ចង់ចូលរៀនបន្តនៅ college ទៀតប៉ុន្តែដោយសារតែពេលហ្នឹងគឺគាត់មានចម្រោះមួយគឺពិបាកខ្លាំងមែនតើមួយត្រូវគ្រប់គ្រងគាត់មានចម្រោះ2គាត់ត្រូវគ្រប់គ្រងគ្រួសារផងគាត់ចង់ចូលរៀនដើម្បីខ្លួនឯងផងតែដោយសារបើសិនជាអត់មានគាត់គ្រប់គ្រងគ្រួសារទេគឺគ្រួសាររបស់គាត់ហ្នឹងទៅមកអត់កើតទេព្រោះចរន្តលុយអីហ្នឹងគឺត្រូវការគាត់ទាំងអស់ហើយគាត់និយាយទៅគឺមានភាពវៃឆ្លាតដែរណាកំឡុងពេលគាត់ចិញ្ចឹមគ្រួសារហ្នឹងពេលគាត់រកស៊ីរកអីលក់ដូរឬក៏អីអញ្ចឹងគឺគាត់ប៉ាកែមែនតើគាត់សល់លុយតិចតួចគាត់យកលុយហ្នឹងទៅឲ្យគេខ្ចីអញ្ចឹងទៅដើម្បីចងការចងអីបានលុយមកបន្ថែមណានិយាយទៅគឺគាត់មានដងទៅលើផ្នែក finance ហ្នឹងហ្មងហើយពេលហ្នឹងដែរគឺគាត់ត្រូវការគាត់ក៏សម្រេចចិត្តរកការងារធ្វើពេលហ្នឹងគឺគាត់ដាក់ពាក្យទៅខាងពួកផ្នែកធនាគារផ្នែកអីពួក finance ក្រុមហ៊ុនធំប៉ុន្តែគឺគេត្រប់គាត់ចោលទាំងអស់តែម្ដងគាត់ចំណាយពេល6អាទិត្យដើម្បីរកការងារធ្វើអត់បានទេមិនត្រឹមតែត្រប់គាត់ចោលគឺគេសើចទៀតព្រោះកំឡុងពេលហ្នឹងគាត់វ័យត្រឹមតែ16ឆ្នាំទេអត់មានក្មេងណា16ឆ្នាំអាចចូលទៅធ្វើការនៅក្រុមហ៊ុនធំបានទេហើយទៅកាន់ផ្នែក finance ទៀតរត់តែអត់តែនិយាយទៅគឺគេមើលងាយសមត្ថភាពគាត់ហ្មងហើយកំឡុងពេលហ្នឹងគឺគាត់បានដាក់ពាក្យបន្តទៀតនិយាយទៅគាត់អត់ give up ទេគាត់មានកម្លាំងចិត្តខ្លាំងមែនតើហ្មងគាត់នៅតែដាក់ពាក្យបន្តរហូតគាត់បានចូលទៅក្រុមហ៊ុនតូចមួយដែលគាត់ធ្វើការទៅលើផ្នែក bookkeeping ហ្នឹងគឺផ្នែក finance ហ្នឹងហ្មងពេលដែលខ្ញុំអានឬក៏ខ្ញុំស្ដាប់ពីតាក់ទងជាមួយនឹង billionaire ធំក្នុងពិភពលោកណាដើមកំណើតដំបូងគេបង្អស់និយាយទៅ first millionaire នៅក្នុង family របស់គាត់ហ្នឹងគឺសិតតែចេញមកពីផ្នែក finance ទាំងអស់ហ្មងអូចូលដល់កន្លែងនេះគឺសំខាន់មែនតើអ្នកនរគ្នាចនណាគឺពេលដែលគាត់ចូលធ្វើការនៅកន្លែងក្រុមហ៊ុននឹងហើយគឺតកែរបស់គាត់មានទូដែកមួយហើយគាត់ធ្វើការនៅហ្នឹងគឺគាត់ដឹងថាតកែរបស់គាត់មានលេខកូដប៉ុន្មានអីប៉ុន្មានអញ្ចឹងណាហើយពេលហ្នឹងតកែរបស់គាត់មានលុយ$4000ដាក់ក្នុងទូដែកហ្នឹងអ្នកនរគ្នាដឹងថាពេលដែលគាត់ងើបពីគេងណាគាត់និយាយមកគឺគាត់និយាយថា I'm bound to be rich បានន័យថាគាត់កើតមកហ្នឹងដើម្បីខ្លាចជាអ្នកមានហ្មងគាត់និយាយអញ្ចឹងពេលដែលគាត់ងើបពីគេងរាល់ថ្ងៃហ្មងអូយអាហ្នឹងគឺវា motivation ខ្លាំងណាស់សំខាន់គាត់ទៅកាន់លុយរបស់តកែគាត់ហ្នឹងតែគ្រាន់តែកាន់ណាមានលុយគេគ្រាន់តែកាន់ឲ្យរបៀបដូចmeditation ឲ្យថាលុយហ្នឹងនឹងខ្លាចទៅជារបស់គាត់អីអញ្ចឹងណានិយាយទៅគឺគាត់ខ្លាំងមែនតើខាងផ្នែកចិត្តសាស្ត្រណាអាហ្នឹងក៏វាតកតងមួយ law of attraction ដូចគ្នាចំពោះពេលហ្នឹងគឺតកែរបស់គាត់បើកប្រាក់ខែគាត់គិតជាឆ្នាំក្នុងមួយឆ្នាំ$300
chẳng bà sân chỉ cất mà đo lôi đô la là ní tông mà mượn mà pon đô la nên không mà chân nắm á chẳng mà ngày chuyện nó cứ con hổ ban tông bị 50 tới 80 senនៅពេលដែលចនធ្វើការបានរយៈពេល2ឆ្នាំក្រុមហ៊ុនរបស់គាត់ចាប់ផ្ដើមសាយធនហើយគាត់ក៏បាននិយាយដែរថារយៈពេលដែលគាត់ធ្វើការ2ឆ្នាំហ្នឹងគឺគាត់មានខាត់បងអីទេគាត់មានតែចាស់មានបទពិសោធន៍ច្រើនជាងមុនណាហើយកំឡុងពេលហ្នឹងដែរគាត់ក៏បានស្គាល់ជាមួយនឹង Meris តែគាត់អាយុ26ឆ្នាំតាក់ទងជាមួយនឹងផ្នែកខាង business ដូចគ្នាពីអ្នកគាត់ក៏ចាប់ផ្ដើមមាន idea ថាគួរតែបើកក្រុមហ៊ុនមួយដើម្បីរកស៊ីចូលគ្នាដោយដាក់ឈ្មោះក្រុមហ៊ុនហ្នឹង Clock and Rockefeller ហើយមុខរបរដែលគាត់បង្កើតហ្នឹងគឺគាត់លក់ត្រីសាច់បន្លែអីនិយាយទៅគឺដូចចាប់ព្រួយចឹងគឺមានគ្រប់មុខគ្រប់សពតែម្ដងចំពេលហ្នឹងដែរគាត់បើក business របស់គាត់បានតាមរយៈទេក៏ចាប់ផ្ដើមមានសង្គ្រាមស៊ីវិលកើតឡើងហើយគ្រាន់តែសង្គ្រាមកើតឡើងហ្នឹងណាគឺមុខរបររបស់គាត់ឡើងកត់នឹង4កត់នឹង5តែម្ដងខ្ញុំមិនដឹងថាជំនាន់ហ្នឹងដោយសារគេផ្អើលមុនពេលសង្គ្រាមទិញទំនិញទិញរបស់របរញ៉ាំដើម្បីស្តុកទុកឬក៏មិនចឹងណាព្រោះ business របស់គាត់ពេលហ្នឹងគឺចាប់ផ្ដើមឡើងខ្លាំងមែនតើតែម្ដងកំឡុងពេលហ្នឹងគឺគាត់ត្រូវចូលទៅធ្វើទាហានណាតែគាត់ជួលលុយគេ$300ឲ្យទៅធ្វើជំនួសនិយាយទៅគាត់ជួលគាត់អត់ទៅទេគាត់ឆ្លាតមែនតើហ្មងចូលដល់ឆ្នាំ1862គឺគាត់ទទួលបានផលចំណេញពី business របស់គាត់រយៈពេល5ឆ្នាំហ្នឹងគឺ$1700បើគិតមកដល់ឥឡូវនេះគឺ$50,000ច្រើនខ្លាំងមែនតើតែម្ដងអញ្ចឹងមិនថាគាត់បកកែខ្លាំងមែនតើខំតែ5ឆ្នាំគាត់រកលុយបាន$50,000ហើយគឺជាផលចំណេញទៀតហើយចំនួននឹងដែរចង់បញ្ជាក់អ្នកទាំងអស់គ្នាគឺអត់មានអកេសនីទេគឺគេចាប់សត្វត្រីបាឡែនហើយចាប់ឡើងស្ទឹងតែដាច់ពូជដើម្បីយកខ្លាញ់របស់វាយកមកធ្វើជាចំហេះដុតដើម្បីបំភ្លឺនៅពេលយប់ឡើងព្រោះកំឡុងពេលហ្នឹងគឺអត់មានអកេសនីហើយពិបាកមែនតើ process នៅក្នុងការដែលចាប់ត្រីបាឡែនយកវាមកសម្លាប់ហើយយកខ្លាញ់របស់វាទម្រាំតែចម្រាញ់ណាចេញមកគឺវាយូរខ្លាំងមែនតើហើយកំឡុងពេលហ្នឹងនៅក្នុង Pennsylvania គឺគេបានរកឃើញប្រេងឆៅឬក៏ចំនួនហ្នឹងគឺគេហៅថា black gold ដោយសារតែវាពណ៌ខ្មៅសំខាន់គឺចំហេះហ្នឹងគឺយើងពេលដែលយើងយកទៅដុតទៅគឺវាបានយូរជាងខ្លាញ់របស់ត្រីបាឡែនទៀតហើយកំឡុងពេលហ្នឹងដែរគឺមានបរិមម្នាក់មានឈ្មោះថា Samuel Andrew គាត់គឺជាអ្នកដែលដូច engineering ណាហើយគាត់អ្នកសិក្សាគាត់ដឹងថាត្រូវយក black gold ហ្នឹងទៅចម្រាញ់បំលែងបែបម៉េចហើយគាត់ក៏ចាប់ផ្ដើមរកអ្នក investor ហើយកំឡុងពេលហ្នឹងដែរJohn គាត់ឃើញឱកាសល្អគាត់ក៏បានដកលុយផលចំណេញរបស់គាត់ហ្នឹងចំនួន$4,000ដើម្បីបង្កើតកន្លែងមួយទៀតឬក៏ក្រុមហ៊ុនមួយទៀតដើម្បីចម្រាញ់ប្រេងឆៅជាមួយនឹង Andrew ហ្នឹងឯងកំឡុងពេលហ្នឹងដែរគឺការចម្រាញ់ប្រេងហ្នឹងគឺចម្រាញ់ពីប្រេងឆៅទៅជាប្រេងកាតហើយមានតែ Andrew ហ្នឹងឯងដែលគាត់ដឹងហើយពេលហ្នឹងដែរគឺគាត់អត់បានចែកអាហ្នឹងទៅណាគេទាំងអស់គឺមានតែគាត់ម្នាក់ឯងទេគាត់ចាប់ផ្ដើមរក investor ហ្នឹងគឺជា John ហ្នឹងឯងដែលគាត់ដាក់លុយ$4,000ទៅបើកក្រុមហ៊ុនជាមួយនឹង Andrew ហើយកំឡុងពេលហ្នឹងពេលដែលចាប់ផ្ដើមចម្រាញ់គឺគាត់រកលុយបានច្រើនហើយងាយស្រួលខ្លាំងមែនតើការប៉ັດរបៀបដែលចម្រាញ់ហ្នឹងគឺវា sampleមែនតើគ្រាន់ថាមានអ្នកគេដឹងទេគឺមានតែ Andrew ទេគាត់បានបង្កើតលុយច្រើនខ្លាំងមែនតើJohn ក៏បានសម្រេចចិត្តលក់ក្រុមហ៊ុនចាស់របស់ខ្លួនឯងដែលរកចំណូលឲ្យហ្នឹងគឺលក់ចោលតែម្ដងហើយ all in ទៅលើ business ថ្មីរបស់គាត់ដែលការចម្រាញ់ប្រេងកាតហ្នឹងឯងពេលដែលដំណើរការក្រុមហ៊ុនហ្នឹងបានមករយៈខ្ញុំចង់បញ្ជាក់ណាម្ចាស់នៅក្នុងក្រុមហ៊ុនហ្នឹងគឺនៅមាន Maris ដាដាទេដែលជាពាក្យហ៊ុនក្នុងហ្នឹងអញ្ចឹង Maris ជាមួយនឹង John គឺគាត់បានលក់អា business ចាស់បង្កើត business ថ្មីគឺចាប់ផ្ដើមញ៉ៃហើយដោយសារតែការ invest ទៅលើប្រេងហ្នឹងដែលធ្វើការជាមួយនឹង Andrew អ្នកដែលគាត់ចម្រាញ់ប្រេងហ្នឹងគឺវាឡើងចុះខ្លាំងមែនតើឧទាហរណ៍ថាបើសិនជាគេកំពុងតែជីកប្រេងនៅកន្លែងហ្នឹងមួយគឺមានផ្ទះប្រជាជននៅជុំវិញហ្នឹងហ្មងដើម្បីបង្កើតទៅជាភូមិមួយរស់នៅជុំវិញតំបន់ប្រេងហ្នឹងហើយប្រេងពេលណាដែលសម្បូរគឺវាចាប់ផ្ដើមចុះថោកហើយពេលណាដែលប្រេងហ្នឹងចិត្តអស់គឺវាចាប់ផ្ដើមឡើងថ្លៃខ្លាំងហើយឧទាហរណ៍ថ្ងៃនេះគឺប្រេងនិយាយទៅដូចថ្លៃសាំងថ្លៃអីទៅរងថ្ងៃហ្នឹងអញ្ចឹងណាពេលខ្លះឡើងដល់14រៀលពេលខ្លះចុះដល់0.5 សេនគឺវាឡើងចុះខ្លាំងមែនតើនិយាយទៅសឹងតែយើងអត់អាចស្មាននឹងបានណាវាឡើងខ្លាំងពេកហើយក៏វាចុះខ្លាំងពេកដែរគឺវាលឿនខ្លាំងមែនតើហ្មង Maris គឺចាប់ផ្ដើម stress តបអត់ជាប់ក៏គាត់ចាប់ផ្ដើមលក់ business ហ្នឹងគឺលក់ភាគហ៊ុនរបស់គាត់ទៅឲ្យ John ទាំងអស់ហ្មង John ក៏រៀង stress ដែរប៉ុន្តែដោយមួយចានទឹកម្ចានគោកចឹងគាត់ក៏សម្រេចចិត្តទិញភាគហ៊ុនរបស់ Maris ហ្នឹងឡើងទាំងអស់ហ្មងអញ្ចឹងបានន័យថាគាត់កាន់កាប់ business ហ្នឹងតែម្នាក់ឯងទេហើយពេលហ្នឹងដែរគឺគាត់បានទិញក្នុងតម្លៃ$72,500ដែលស្មើឥឡូវនេះគឺ$1,400,000ចុះខ្ញុំថា$1,300,000ជាងទេតែខ្ញុំនិយាយ$1,400,000ចឹងហ្មងណាច្រើនខ្លាំងមែនតើហើយកំឡុងពេលហ្នឹងគឺ John ក៏ភ័យដែរនិយាយទៅគឺភ័យដល់ឆ្អឹងណាភ័យខ្លាំងមែនតើហ្មងប៉ុន្តែវាគាត់ចង់បន្ថយម្ដងទៀតហ
ហើយពេលនឹងដែរ Maurice ជាមួយនឹង John គឺចាប់ផ្ដើមនិយាយគ្នាឲ្យច្បាស់លាស់ថានឹងលក់ភាគហ៊ុនទាំងអស់គឺទៅឲ្យ John ទទួលបានភាគហ៊ុនហើយបកគលលុយទៅឲ្យ Maurice កំឡុងពេលនឹងដែរគឺ John គឺគាត់ដាក់ទាំងអស់ហ្មងរបៀបថាបន្ថយមួយក្តាំងទៀតបើមានបើអត់គឺនៅកន្លែងហ្នឹងហ្មង Maurice តបភាគហ៊ុនដោយសារគាត់គិតថាលេងមានប្រេងទៀតហើយព្រោះវាអស់ប្រេងហើយអញ្ចឹងប្រេងគឺលេងមានទៀតហើយមានណាគេទៅដឹងថាប្រេងអស់ពេលណាឬក៏មានពេលណាហើយចំពោះ John គឺគាត់បន្ថយមួយក្តាំងទៀតហ្នឹងគឺបន្ថយខ្លាំងមែនតើហ្មងស្រាប់តែពេលហ្នឹងគឺគេបានរកឃើញមានប្រេងពិតមែននិយាយទៅនៅ Pennsylvania គេរកឃើញប្រេងពិតមែនពេលហ្នឹងគឺនៅក្នុងផ្នត់កំណត់របស់ John គឺលេងមានពាក្យថាអត់មានប្រេងហើយអញ្ចឹងបានថាគាត់ជោគជ័យហើយគាត់ close ទៅជាមួយនឹងអា Pound to be rich ពាក្យដែលគាត់ទិញរាល់ថ្ងៃថាគាត់កើតមកសម្រាប់មាននឹងខ្លាចទៅជាអ្នកមានហ្នឹងគឺវា close មែនតើគឺវាចិត្តដល់មែនតើអញ្ចឹងយើងអបអរទៅ John ព្រោះអាហ្នឹងគឺវាដូចត្រូវឆ្នោតធំមួយអញ្ចឹងណាបន្ទាប់ពីហ្នឹងមកគឺគាត់ក៏បានដូរឈ្មោះក្រុមហ៊ុនរបស់គាត់ទៅជា Standard Oil ម្ដងចូលដល់វគ្គនេះគឺ John ចាប់ផ្ដើមមានមហិច្ឆតាកាន់តែធំអញ្ចឹងមហិច្ឆតាកាន់តែធំមនុស្សក៏កាប់ឆៅទៅតាមនឹងដូចគ្នា John បានជួបជាមួយនឹងអ្នកជំនួយម្នាក់ទៀតដែលមានឈ្មោះថា Henry Fraker គាត់ក៏ចាប់ផ្ដើមចាប់ដៃគូគ្នាហើយសំខាន់ Henry Fraker ហ្នឹងគឺជាអ្នកកាប់ឆៅហ្មងអញ្ចឹង John រៀនពីគាត់បានច្រើនហើយអ្នកទាំងគ្នាដឹងមនុស្ស Henry Fraker ជាមនុស្សបែបម៉េចអត់ពេលដែលគាត់ធ្វើមុខជំនួញគឺគាត់អត់ខ្វល់ថានៅលើផ្លូវដែលគាត់ដើរមានបញ្ហាអីទេគឺគាត់តម្រង់ទៅតែមួយគាត់គឺឈ្នះអញ្ចឹងគាត់អត់ខ្វល់ទេថានៅផ្លូវរបស់គាត់ដែលគាត់កំពុងដើរហ្នឹងមានអំបែងមានស្អីក៏ដោយបើគាត់ត្រូវជន់គឺគាត់នឹងជន់គាត់ទៅរកតែផ្លូវពាក្យថាឈ្នះឯងអញ្ចឹងគឺគាត់មនុស្សឆៅខ្លាំងមែនតើនៅក្នុងមុខជំនួយហ្នឹង Henry គឺជាមនុស្សដែលគិតថាការធ្វើមុខជំនួយហ្នឹងគឺជាការធ្វើសង្គ្រាមមួយបើចូលវាយហើយត្រូវតែឈ្នះនិយាយទៅគឺគាត់ជាមនុស្សគិតបែបហ្នឹងតែម្ដងចំពោះ John វិញក៏គាត់ជាមនុស្សប្រភេទហ្នឹងដែរប៉ុន្តែគឺអត់ដល់ថ្នាក់ហ្នឹងឯងគាត់គ្រាន់តែគិតបែបនិយាយទៅគឺ level នៅក្រុម Henry Fraker ហ្នឹងដូចថាការគិតនឹងផ្នែកកំណត់របស់គាត់គឺអត់ដល់ថ្នាក់ហ្នឹងឯងប៉ុន្តែគាត់រៀនពី Henry ហ្នឹងគឺធ្វើជាមនុស្សដូច Henry តែម្ដងដល់ចំនួនហ្នឹងណាគឺក្រុមហ៊ុនដែលចម្រាញ់ប្រេងហ្នឹងគឺមិនមែនមានតែ Rockefeller ហ្នឹងទៀតទេគឺមានក្រុមហ៊ុនផ្សេងដែរអញ្ចឹងមានន័យថាគាត់មិនមែនជាមនុស្សតែម្នាក់ដែលអាចចម្រាញ់ប្រេងបានទេគឺមានក្រុមហ៊ុនទូចទៀតដែលអាចចម្រាញ់ប្រេងបានដែរអញ្ចឹងចែកលុយហ្នឹងគឺទៅដល់ក្រុមហ៊ុនទូចដែរគាត់លេង unique ដូចមុនហើយហើយ John Rockefeller គឺគាត់បានប្រើវិធីមួយដើម្បីបណ្ដួលក្រុមហ៊ុនតូចដែលបើកក្រុមហ៊ុនចម្រាញ់ប្រេងដូចគាត់ហ្នឹងគឺដោយវិធីមួយគឺគាត់បានតាក់ទងទៅក្រុមហ៊ុនដឹកជញ្ជូនការហ្នឹងគឺគេដឹកជញ្ជូនប្រេងតាមរទេះភ្លើងឲ្យក្រុមហ៊ុនដឹកជញ្ជូនហ្នឹងគឺ discount ឲ្យគាត់នឹងដឹកប្រេងចំនួនច្រើនតែម្ដងក្នុងតម្លៃ discount 75%ជូនគាត់តែអត់អាចធ្វើការ discount ឬក៏បញ្ចុះតម្លៃហ្នឹងទៅក្រុមហ៊ុនផ្សេងទូចហ្នឹងទេអញ្ចឹងបើសិនជាបញ្ចុះតម្លៃហ្នឹងឲ្យគាត់នឹងដឹកនិយាយទៅសឹងតែថាដឹកប្រេងច្រើនខ្លាំងមែនតើម៉ៅក្រុមហ៊ុនគេដឹកហ្មងណាអញ្ចឹងពួកអត់ទូចហ្នឹងវាដឹកតិចទេអញ្ចឹងពេលហ្នឹងដែរពួកពេលដែលគាត់ចាប់ផ្ដើមបានថ្លៃដឹកជញ្ជូនថោកហើយគាត់ចាប់ផ្ដើមលក់តម្លាក់តម្លៃរបស់គាត់តម្លាក់តម្លៃទៀបទៅពួកក្រុមហ៊ុនទូចវារត់អត់រួចទេវាលក់អត់បានទេបើសិនជាបញ្ចុះតម្លៃគឺដឹងតែខាតហើយដោយសារថ្លៃ shipping ថ្លៃដឹកជញ្ជូនថ្លៃអញ្ចឹងពួកទូចហ្នឹងគឺនួនលក់តម្លៃដដែលពេលហ្នឹងដែរគឺគាត់ចាប់ផ្ដើមលក់ប្រេងដាច់មែនតើហើយក្រុមហ៊ុនទូចរត់អត់រួចក៏ចាប់ផ្ដើមសាយថនបដាគាត់ចាប់ផ្ដើមទិញក្រុមហ៊ុនហ្នឹងឧទាហរណ៍ថាហើយពេលដែលគាត់ទិញហ្នឹងដែរគឺគាត់ឲ្យជំរើសពីរទី1បើអ្នកឯងលក់ក្រុមហ៊ុនឲ្យខាងក្រុមហ៊ុន Standard ឲ្យហើយអ្នកឯងគឺអត់មានសិទ្ធិលក់ដៃថ្ងៃក្រោយទៅគឺចូលពាក់ព័ន្ធជាមួយនឹងការរកស៊ីចម្រាញ់ប្រេងហ្នឹងឯងហើយមួយទៀតបើសិនជាចម្រើសមួយទៀតអ្នកឯងលក់ឲ្យក្រុមហ៊ុន Standard ឲ្យហើយអ្នកឯងចូលមកធ្វើការនៅក្នុងក្រុមហ៊ុនរបស់គាត់ជាក្រុមហ៊ុន Standard Oil ហ្នឹងតែម្ដងគាត់ឲ្យចម្រាស់ពីរអូយទៅគាត់ដៃឆៅខ្លាំងមែនតើហើយកំឡុងពេលហ្នឹងគឺដោយសារតែក្រុមហ៊ុន Bankruptcy ច្រើនសាយថនច្រើនពលករដែលធ្វើការនៅក្រុមហ៊ុនចម្រាញ់ប្រេងក៏លែងមានការងារធ្វើប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសារនិយាយទៅគឺធ្វើឲ្យគ្រួសារជាច្រើនធ្លាក់ខ្លួនពិបាកនិយាយទៅគឺពិបាកខ្លាំងមែនតើហ្មងកំឡុងពេលហ្នឹងណាព្រោះដោយសារមានក្រុមហ៊ុនទូចច្រើនមែនតើដែលសាយថនដោយសារគាត់ធ្វើមកក្បាច់ហ្នឹងមកសំខាន់គឺគាត់ចុះ contract ទៀតហើយក្រុមហ៊ុនដែលសាយថនបើមាន30គាត់ទិញ28ហើយគាត់ទិញបាន28ហើយគាត់សាហាវខ្លាំងមែនតើនិយាយទៅចនគឺចាប់ផ្ដើមសាហាវពីមួយថ្ងៃទៅមួយថ្ងៃហើយការរកស៊ីរបស់គាត់គឺដោយការចោះធ្វើសង្គ្រាមដែលគាត់រៀនពី Henry អញ្ចឹងក្រោយនេះមកគឺគាត់ធ្វើការជាមួយនឹងក្រុមហ៊ុនPennsylvania Road គឺជាក្រុមហ៊ុនដឹកជញ្ជូនធំពេលហ្នឹងដែរគឺប្រទេសកាត់ចាប់ផ្ដើមអាប់ដេតដែរអញ្ចឹងគឺវាកាន់តែជឿនលឿនគេបានរកឃើញវិធីមួយទៀតដើម្បីបញ្ជូនប្រេងគឺបញ្ជូនក្រោមដីដោយប្រើទីយ៉ូហើយគេពេលដែលចំណុចហ្នឹងដែរគឺធ្វើឲ្យ Pennsylvania Road ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនហ្នឹងគឺគាត់ចាប់ផ្ដើមគិតថាបន្តិចទៀតចននឹងលេងប្រើក្រុមហ៊ុនរបស់គាត់ដើម្បីដឹកប្រេងឯងព្រោះពេលហ្នឹងគឺមានតែចនឯងដែលដឹកប្រេងធំជាងគេបង្អស់ព្រោះដោយសារគាត់បដួលទូចអស់ហើយអញ្ចឹងមានតែគាត់នឹងឯងគាត់ក៏ចាប់ផ្ដើមរកនឹកវិធីណាដែលគាត់អាចរកស៊ីបានលុយធំទៀតគាត់ក៏ចាប់ផ្ដើមនឹកឃ
ឃើញដល់វិធីរកប្រេងនឹងឯងម្ចាស់ក្រុមហ៊ុនដឹងជូនហ្នឹងគាត់ក៏ចាប់ផ្ដើមបើកក្រុមហ៊ុនមួយទៀតដោយរកប្រេងហើយចម្រាញ់ប្រេងដូចជាមួយនឹងក្រុមហ៊ុនបោះចនតែម្ដងកំឡុងពេលហ្នឹងគ្រាន់តែចនដឹងភ្លាមគឺចនចាប់ផ្ដើមឈប់ដឹកជញ្ជូនជាមួយនឹងក្រុមហ៊ុនរបស់គាត់ហ្មងអញ្ចឹងមានន័យថាម្ចាស់ដែលក្រុមហ៊ុនដឹកជញ្ជូនពីមុនហ្នឹងគាត់ចាប់ផ្ដើមបើកក្រុមហ៊ុនមួយទៀតប៉ុន្តែចំណូលរបស់គាត់អាចចំណូលធំដោយចំណូលជាអ្នកដឹកជញ្ជូននៅវ៉ាន់ដឹកជញ្ជូនប្រេងហ្នឹងគឺចាប់ផ្ដើមរកចំណូលលេខបានហើយអញ្ចឹងគឺវាជាហានិភ័យធំមួយមែនតើហ្មងព្រោះចនគឺឈប់ដឹកជាមួយគាត់ហ្មងចឹងពេលហ្នឹងដែរគឺធ្វើឲ្យចរន្តលុយរបស់គាត់ចាប់ផ្ដើមគាំងមកកន្លែងហើយចនក៏ចាប់ផ្ដើមបញ្ចុះតម្លៃប្រេងនិយាយទៅធ្វើម៉េចឲ្យក្រុមហ៊ុនរបស់គេបើកថ្មីហ្នឹងដួលហ្មងនិយាយទៅចនគឺសាហាវខ្លាំងមែនតើហ្មងសុកចិត្តអត់ដឹកប្រេងហើយប្រេងដែលនៅសល់ដែលខ្លួនឯងដាក់លក់ហ្នឹងគឺបញ្ចុះតម្លៃទៀតដើម្បីឲ្យក្រុមហ៊ុនថ្មីហ្នឹងគឺដួលទៅហ្មងហើយកំឡុងពេលហ្នឹងដែរក្រុមហ៊ុនរបស់គាត់ដែលបើកក្រុមហ៊ុនប្រេងថ្មីហ្នឹងគឺជួបហានិភ័យខ្លាំងមែនតើដោយសារលេងមានចំណូលហើយក្រុមហ៊ុនរបស់ចនគឺលេងដឹកជញ្ជូនមែនប៉ុន្តែគាត់គ្រាន់តែប្រើប្រាស់ប្រេងរបស់គាត់ហ្នឹងដឹកជញ្ជូនគឺតាមទយោដែលគេអាប់ដេតថ្មីហ្នឹងឯងតែក្រុមហ៊ុនថ្មីរបស់ម្ចាស់ក្រុមហ៊ុនដែលដឹកជញ្ជូនហ្នឹងតែទៅតែបើកក្រុមហ៊ុនប្រេងហ្នឹងគឺជួបហានិភ័យខ្ពស់ខ្លាំងមែនតើហ្មងគឺចំណូលលេងមានហើយចាប់ផ្ដើមថ្លៃប្រេងធ្លាក់ចុះទៀតអញ្ចឹងគឺខាត់បងច្រើនពេលហ្នឹងដែរគឺគាត់ចាប់ផ្ដើមជួបហានិភ័យធំក៏ចាប់ផ្ដើមបញ្ឈប់បុគ្គលិក 50% ឧទាហរណ៍ថាបុគ្គលិកគាត់មានទាំងអស់បុគ្គលិកនៅក្រុមហ៊ុនដឹកជញ្ជូនហ្នឹងមាន 1000 នាក់បញ្ចុះកាត់បន្ថយសល់តែ500នាក់ទេហើយ500នាក់ហ្នឹងគឺដក 20% នៃប្រាក់បើកប្រាក់ខែរបស់គាត់ទៀតអញ្ចឹងធ្វើឲ្យមនុស្សចាប់ផ្ដើមចរាចរមែនតើមនុស្សអត់ការងារធ្វើច្រើនចាប់ផ្ដើមបាតកម្មដោយដុតអត្តេះភ្លើងហ្មងណាដុតអត្តេះភ្លើងហើយដុតកន្លែងច្រើនទៀតមែនតើដើម្បីបដកម្មដែលប្រឈប់ពួកគាត់នឹងឯងនិយាយទៅដោយសារមនុស្សគឺតល់ណាអត់មានលុយអត់មានចំណូលបាត់បង់ការងារច្រើនចាប់ផ្ដើមធ្វើបដកម្មបន្ទាប់ពីជួបវិបត្តិធំប៉ុណ្ណឹងហើយគឺម្ចាស់ Pennsylvania Road ហ្នឹងគឺគាត់ចាប់ផ្ដើមមានគេហៅមានជំងឺដែលគាត់មានបញ្ហាផ្លូវចិត្តជំងឺ stroke ដែលគេហៅឈឺចិត្តរហូតដល់ស្លាប់តែរយៈពេលតែមួយឆ្នាំឯងគឺគាត់ស្លាប់ហ្មងដោយសារជំងឺដែលគាត់កើតពី business របស់គាត់នឹងឯងមាន conspiracy theory ច្រើនដែរដែលតាក់ទងជាមួយនឹងគាត់គឺជាអ្នកបំផ្លាញការបង្កើតដូចថារបស់ដែលប្រើប្រាស់ដោយចរន្តអគ្គិសនីរបស់លោក Nikola Tesla ដែរហើយមាន conspiracy theory គេនិយាយទៀតថាចននឹងឯងគឺគាត់ឲ្យតែអ្នកដែលអាចបង្កើតអីថ្មីឬក៏ពាក់ព័ន្ធជាមួយនឹងរបស់ដែលអត់ប្រើប្រេងណាគឺគាត់ទៅកម្ចាត់ចោលហ្មងអ្នកទាំងគ្នាយល់អត់ដោយសារអីគាត់គឺជាអ្នកជំនួញផ្នែកប្រេងអញ្ចឹងឲ្យតែដូចថាឥឡូវពិភពលោកហ្នឹងបើសិនជាមានអ្នកដែលគាត់អាចបង្កើតអ្វីមួយដែលអត់ប្រើប្រាស់ប្រេងទេហើយវាអាចជំនួសឲ្យពីការប្រើប្រាស់ប្រេងបានណាគឺគាត់នឹងឯងទៅកម្ចាត់ចោលហ្មងអត់ຕົកទេគឺកម្ចាត់ម្នាក់នឹងចោលហ្មងដោយសារតែគាត់រកលុយបានទៅលើផ្នែកប្រេងហ្នឹងអញ្ចឹងបើសិនជាមានណាគេបើកដូចថាណាគេបកកាយឬក៏អ្នកដែលអាចបង្កើតអ្វីមួយដែលប្លែកឬក៏អាចឈប់អាចធ្វើឲ្យមនុស្សយើងឈប់ប្រើប្រាស់ប្រេងណាគឺម្នាក់ហ្នឹងអត់យូរទេគឺដឹងទៅហ្មងconspiracy theory មួយទៀតគឺតាក់ទងជាមួយនឹង Rockefeller ដូចគ្នាដែលគាត់គឺជាអ្នក investor ផ្នែកថ្នាំពេទ្យនិយាយទៅគឺគាត់ជួលឲ្យរបៀបថាគាត់ invest ទិញយកកន្លែងដែលគេស្រាវជ្រាវថ្នាំពេទ្យកន្លែងដែលគេផលិតថ្នាំពេទ្យហ្មងហើយគាត់លុបបំបាត់ទាំងអស់នៅតាក់ទងជាមួយនឹងដូចថាគ្រូដូចនៅខ្មែរយើងគេថាគ្រូខ្មែរអញ្ចឹងណាអ្នកទាំងគ្នាយល់អត់មិនត្រឹមតែប៉ុណ្្នឹងទេគាត់ក៏ជាអ្នកបង្កើត problem អ្នកបង្កើតជំងឺហើយអ្នកដែលព្យាបាលដោយប្រើថ្នាំពេទ្យដូចគ្នាអញ្ចឹងដូចថាគេមានមែនតែនហ្មងគេចង់រកលុយគឺគេបង្កើត problem ហើយគេអ្នកដោះស្រាយ problem នឹងដូចគ្នាបង្កើតជំងឺបង្កើតវ៉ាក់សាំងរបៀបអញ្ចឹងណា